送ជំរាបសួរទាំងអស់គ្នា我呢就是那个在那个特莫达ខ្ញុំគឺជាម្ចាស់សន្តាគារថ្មដាខេត្តពោធិ៍សាត់ខ្ញុំបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី28មេសាឆ្នាំ1998ដែលមកដល់ពេលនេះខ្ញុំបានមករស់នៅក្នុងប្រទេសកម្ពុជាមានរយៈពេល27ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជាខ្ញុំប្រកបរបរពាណិជ្ជកម្មបន្ទាប់មកនៅឆ្នាំ2013ខ្ញុំបានផ្លាស់ប្ដូរចូលវិស័យសំណង់វិញថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមដែលជាការផ្សព្វផ្សាយលើកដំបូងបំផុតរបស់ខ្ញុំគឺមានគោលបំណងឆ្លើយតបទៅនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃមួយចំនួនដែលបានផ្សព្វផ្សាយលៀបពណ៌ប្រឌិតព័ត៌មានហើយក៏មានបំណងបកអាក្រាតជនល្បីតាមបណ្ដាញសង្គមរបស់ថៃមួយចំនួនដែលផ្សាយបន្តិតពីកម្ពុជាខ្ញុំសូមបញ្ជាក់ថានៅថ្ងៃទី9ធ្នូឆ្នាំ2025នៅពេលព្រឹកព្រលឹមថ្ងៃនោះសង្គ្រាមរវាងកម្ពុជានិងថៃបានចាប់ផ្ដើមហើយនៅព្រឹកព្រលឹមប្រហែលជាម៉ោង5និង7ព្រឹកខ្ញុំឮសូរសំឡេងគ្រាប់ផ្លោងនិងមានចម្ងាយពីសណ្ឋាគាររបស់ខ្ញុំប្រហែលជា500ម៉ែត្រហើយរង្គើធ្វើឲ្យរលឹកទឹកក្នុងអាងសណ្ឋាគារផងដែរនៅថ្ងៃនោះបុគ្គលិកក្នុងសណ្ឋាគារបានជម្លៀសចេញអស់ដោយនៅស្ទល់តែខ្ញុំនិងប្រពន្ធកូនរបស់ខ្ញុំនិងភ្ញៀវមួយចំនួនតូចប៉ុណ្ណោះបន្តស្នាក់នៅក្នុងសណ្ឋាគារប៉ុន្តែនៅថ្ងៃត្រង់ថ្ងៃដដែលនោះគ្រាប់ផ្លោង3គ្រាប់បានផ្លោងមកខ្ញុំឃើញស្ថានភាពមិនស្រួលក៏សម្រេចចិត្តបិទសណ្ឋាគារនិងបាននាំគ្នាជម្លៀសចេញពីសណ្ឋាគារទៅកាន់ទីប្រជុំជនមួយដែលមានចម្ងាយប្រហែលជា70គីឡូម៉ែត្រពីតំបន់ថ្មដានៅថ្ងៃទី15ថ្ងៃទី17និងថ្ងៃទី18ធ្នូឆ្នាំ2025ខ្ញុំបានបើកឡានទៅមើលសណ្ឋាគាររបស់ខ្ញុំទាំងក្តីបារម្ភនៅពេលនោះសណ្ឋាគារនិងហាងរបស់ខ្ញុំមិនមានការខូចខាតនោះទេរហូតដល់ថ្ងៃទី27ធ្នូឆ្នាំ2025ពេលព្រឹកព្រលឹមប្រហែលជាម៉ោង10ខ្ញុំបានទៅដល់សណ្ឋាគាររបស់ខ្ញុំម្ដងទៀតនៅពេលនោះនៅថ្មដាមិនមានមនុស្សទេសូម្បីតែម្នាក់ពេលដែលខ្ញុំទៅដល់សណ្ឋាគាររបស់ខ្ញុំបានសុំទាហានកម្ពុជាឲ្យអនុញ្ញាតចូលទៅមើលសណ្ឋាគាររបស់ខ្ញុំតែពេលនោះមិនត្រូវបានអនុញ្ញាតនោះឡើយតែពេលនោះទស្សនវិជ្ជាដែលខ្ញុំបានឃើញគឺទាហានថៃបានរុញរទេះប្រមូលអីវ៉ាន់ដែលមានតម្លៃនឹងក្នុងហាងដែលពួកគេយកអីវ៉ាន់ទាំងអស់នោះនៅចំពោះមុខខ្ញុំតែម្ដងនេះគឺជាសកម្មភាពប្លន់តែម្ដងខ្ញុំបាននិយាយទៅកាន់ទាហានថៃថាពួកអ្នកមិនអាចយកអីវ៉ាន់ទាំងអស់នោះបានទេព្រោះវាជាកម្មសិទ្ធិរបស់ហាងពេលនោះខ្ញុំបានប្រើប្រាស់ទូរស័ព្ទដៃបកប្រែទៅកាន់ភាសាថៃតែពួកគេមិនព្រមស្ដាប់ឡើយហើយរឿងដែលកាន់តែគួរឲ្យខឹងខ្លាំងមួយទៀតនោះគឺទាហានថៃបានយកសម្ភារៈសំណង់របស់ខ្ញុំនៅមុខខ្ញុំផ្ទាល់តែម្ដងដោយយកធ្វើជាកម្មសិទ្ធិរបស់យោធាថៃខ្ញុំបាននិយាយជាភាសាអង់គ្លេសខាត់ពួកគេកុំឲ្យយកតែពួកគេមិនព្រមស្ដាប់នោះទេទស្សនវិជ្ជានេះសបញ្ជាក់ឲ្យឃើញថាទាហានថៃប្លន់យកអីវ៉ាន់របស់អ្នកនៅទីនោះទាំងអស់ហើយអ្នកមិនមានលទ្ធភាពតបតអ្វីទាំងអស់នៅថ្ងៃទី28ធ្នូឆ្នាំ2025នៅថ្មដាខ្ញុំបានសាកល្បងទំនាក់ទំនងជាមួយនឹងទាហានថៃជាច្រើនដងដើម្បីសុំចូលមើលសណ្ឋាគាររបស់ខ្ញុំតែត្រូវបានបដិសេធដូច្នេះខ្ញុំមានតែលបលួនចូលទៅក្នុងបន្លាលួសរួចមើលសណ្ឋាគាររបស់ខ្ញុំហើយទស្សនវិជ្ជានៅខាងក្នុងគឺកុំព្យូទ័រទូរទស្សន៍ទូទឹកកកម៉ាស៊ីនបោកខោអាវឡាក់និយាយជារួមឲ្យតែរបស់មានតម្លៃសិតតែត្រូវបានពួកគេលួចយកទៅទាំងអស់សូម្បីតែវាំងននក៏ត្រូវបានពួកគេយកទៅគ្មានសល់ដែរមានម៉ូតូចំនួន9គ្រឿងក្នុងសណ្ឋាគារតែខ្ញុំបានឃើញតែ2គ្រឿងប៉ុណ្ណោះ7គ្រឿងទៀតត្រូវបានទាហានថៃលួចយកទៅបាត់ហើយម្យ៉ាងទៀតទូដែករបស់ខ្ញុំនៅក្នុងបន្ទប់សណ្ឋាគារក៏ត្រូវពួកគេគាស់ផងដែរលុយរបស់របរមានតម្លៃដាក់ក្នុងទូដែកត្រូវបានលួចខ្ទេចខ្ទីខ្ញុំសួរទៅកាន់ទាហានថៃថារបស់របរខ្ញុំហេតុអ្វីបានជាអស់អញ្ចឹងពួកគេឆ្លើយថាពួកគេមិនបានលួចនោះទេរបស់របរក្នុងទូសណ្ឋាគារត្រូវបានទាហានថៃវាយកំទេចហើយវត្ថុដែលមានតម្លៃអាចលួចយកទៅបានគឺពួកគេលួចទុកគ្មានសល់បន្ទាប់មកនៅថ្ងៃទី15ខែមករាឆ្នាំ2026ខ្ញុំបាននាំប្រពន្ធកូននិងភ្ញៀវចិនមួយចំនួនដែលមានសរុបគ្នាប្រមាណ20នាក់បាននាំគ្នាទៅយកបន្លាលួសដែលទាហានថៃបានដាក់ចេញដោយខ្លួនឯងពួកគេបានប្រើប្រាស់ពេលប្រហែល30នាទីរើបន្លាលួសចេញទាំងអស់និងបានចូលទៅហាងរបស់ពួកគេរៀងៗខ្លួនហើយពេលនោះមានទាហានថៃម្នាក់ដែលមានរូបរាងកន្ធាត់ម្នាក់បាននិយាយទៅកាន់ពួកយើងហើយពួកគេអនុញ្ញាតឲ្យពួកយើងចូលទៅបោះសម្អាតហាងនិងបាននិយាយថាការហុំព័ទ្ធសណ្ឋាគារគឺដើម្បីការពារទ្រព្យសម្បត្តិពួកយើងប៉ុណ្ណោះហើយវីដេអូនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្ដាញសង្គមតែជាលទ្ធផលជាក់ស្ដែងគឺទាហានថៃថាខ្លួនជាអ្នកថែរក្សាទ្រព្យសម្បត្តិឲ្យយើងតែទីបំផុតពួកគេមិនមែនថែរក្សាទេបែរជាលួចប្លន់ទ្រព្យសម្បត្តិពួកយើងទៅវិញពួកគេបានហុំព័ទ្ធបន្លាលួសឲ្យទាហានថៃរបស់ខ្លួនចូលលួចទ្រព្យសម្បត្តិក្នុងសណ្ឋាគារទាំងអស់បើបូករួមទាំងហាងផ្សេងៗជនជាតិចិនក្នុងតំបន់នេះដែលមានការវិនិយោគសរុបប្រមាណរាប់លានដុល្លារត្រូវបានបាត់បង់ទាំងស្រុងហើយនៅថ្ងៃទី17ខែមករាឆ្នាំ2026មានមិត្តភ័ក្តិទូរស័ព្ទប្រាប់ខ្ញុំថាទាហានថៃបានយកម៉ាស៊ីនកាយដីចង់មកបិទសណ្ឋាគាររបស់ខ្ញុំពេលនោះខ្ញុំប្រញាប់ប្រញាល់ទៅកាន់សណ្ឋាគាររបស់ខ្ញុំហើយពេលនោះមានរឿងអ្វីកើតឡើងនោះអ្នកទាំងអស់គ្នាប្រកាសជាបានដឹងនិងបានឃើញទស្សនវិជ្ជានោះខ្ញុំបានយកក្បាលរបស់ខ្ញុំរលទៅនឹងកំភ្លើងរបស់ទាហានថៃហេតុអ្វីបានខ្ញុំធ្វើដូច្នេះពីព្រោះអ្វីៗទាំងអស់រួមទាំងជីវិតរបស់ខ្ញុំផ្ទាល់សិតតែនៅទីនោះទាំងអស់ខ្ញុំបានខ្ចីលុយពីប្រទេសចិនដើម្បីវិនិយោគសណ្ឋាគារនៅទីនោះហើយពេលនេះទាហានថៃបានយកសណ្ឋាគាររបស់ខ្ញុំទាំងអស់បំផ្លិចបំផ្លាញវត្ថុមានតម្លៃទាំងអស់ហើយមិនអនុញ្ញាតឲ្យខ្ញុំចូលក្នុងសណ្ឋាគារខ្ញុំទៀតនេះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំរស់និងស្លាប់មិនខុសគ្នានោះទេខ្ញុំចង់បង្ហាញអារម្មណ៍បើសិននៅក្នុងសង្គ្រាមគ្រាប់បែកផ្លោងចំសណ្ឋាគាររបស់ខ្ញុំខ្ទេចខ្ទីបើអញ្ចឹងខ្ញុំក៏គ្មានមធ្យោបាយអ្វីដែរព្រោះខ្ញុំដឹងថាសង្គ្រាមគឺគ្មានការអាណិតអាសូរនោះឡើយតែនេះគឺផ្ទុយស្រឡះគឺទាហានថៃមួយក្រុមហើយមួយក្រុមទៀតបានចូលទៅកាន់សណ្ឋាគាររបស់ខ្ញុំលួចប្លន់ម្ដងហើយម្ដងទៀតរហូតដល់ចុងក្រោយរបស់របរក្នុងសណ្ឋាគាររបស់ខ្ញុំគឺត្រូវបានលួចគ្មានសល់ដោយសល់ត្រឹមតែសម្បកសណ្ឋាគារតែប៉ុណ្ណោះ
គឺដោយសារតែខ្ញុំមានអារម្មណ៍អស់សង្ឃឹមខ្លាំងហើយខឹងខ្លាំងពេកទើបខ្ញុំហ៊ានធ្វើបែបនេះហ៊ានប្រទុះសារាយជាមួយនឹងទាហានថៃនិងហ៊ានយកក្បាលទៅរុលទៅនឹងកំភ្លើងរបស់ទាហានថៃពីព្រោះកន្លងទៅខ្ញុំបានតាក់ទងជាមួយនឹងទាហានថៃជាច្រើនដងតែពួកគេមិនខ្វល់ខ្វាយជាមួយខ្ញុំសូម្បីតែបន្តិចហើយចាប់ពីថ្ងៃទី29 ខែមករាមកពួកទាហានថៃមិនឲ្យខ្ញុំចូលទៀតឡើយពួកគេបានយកបន្លាលួសបិទចិត្តផ្លូវនៅថ្ងៃទី6 ខែកុម្ភៈខ្ញុំបានជិះម៉ូតូទៅកាន់សណ្ឋាគាររបស់ខ្ញុំហើយបានមើលឃើញពីជនល្បីម្នាក់ឈ្មោះថាចំខ្លាំងដែលឈរមាត់ទ្វារសណ្ឋាគាររបស់ខ្ញុំបានលើកដៃទៅកាន់រូបគេតើមានន័យដូចម្ដេចទៅគឺថាអ្នកពូកែហេតុអ្វីបានជាអ្នកពូកែពីព្រោះខ្ញុំចង់បញ្ជាក់ថាម្នាក់នេះគឺគួរឲ្យស្អប់ខ្លាំងណាស់គឺរូបគេហើយដែលកាលពីមុនបានយកលីមួកដាក់ចូលក្នុងឡានបូមលូបាញ់ទៅលើប្រជាជនកម្ពុជាតាមព្រំដែនដែលទាំងនេះគឺជាទង្វើអមនុស្សធម៌បំផុតគួរឲ្យខឹងបំផុតហើយមិនគួរឲ្យមាននៅក្នុងសង្គមបច្ចុប្បន្ននោះទេហើយនៅក្នុងចិត្តរបស់ខ្ញុំជេររូបគេថាមិនស័ក្តិសមធ្វើជាមនុស្សតតែសោះគាត់គឺជាមនុស្សល្បីនៅក្នុងសង្គមថៃតែបែរជាធ្វើទង្វើអមនុស្សធម៌ដូចជាចាក់សម្លេងខ្មោចសម្លេងរំខានទៅដល់ប្រជាជនកម្ពុជាដែលអ្នកមិនស័ក្តិសមជាមនុស្សតតែសោះនិងអន់ជាសត្វឆ្កែទៅទៀតខ្ញុំជឿជាក់ថាដីរបស់កម្ពុជាគឺថៃមិនអាចយកបានទេសូមចាំឲ្យច្បាស់ថាគឺមានច្បាប់អន្តរជាតិនៅមានប្រទេសជាច្រើនទៀតកំពុងចាំមើលប្រទេសថៃតូចមួយមិនអាចចង់ធ្វើអ្វីតាមតែអំពើចិត្តឯងនោះទេ